មានប្តីប្រពន្ធពីរនាក់រស់នៅក្នុងភូមិជនបទមួយកន្លែងរាល់ថ្ងៃអ្នកទាំងពីរប្រកបរបរដាំដំណាំចម្ការអូឡឹកដោយប្តីមានឈ្មោះថាភិរុននិងប្រពន្ធមានឈ្មោះថាកល្យានរហូតដល់ថ្ងៃមួយពួកគេបានជួបនឹងសត្វជ្រូកមួយក្បាលពេលនោះរឿងគ្រប់យ៉ាងក៏បានផ្លាស់ប្ដូរទាំងស្រុងអូនសម្លាញ់បងសុំទោសតើសុំទោសរឿងអ្វីទៅបងអូនគឺជាមនុស្សស្រីល្អណាស់អូនសុខចិត្តមកលំបាកជាមួយនឹងបងរាល់ថ្ងៃយើងរកមួយពេលស៊ីបានតែមួយពេលនោះទេប៉ុន្តែបងមិនដែលលើថាអូនរអ៊ូម្ដងណាឡើយមិនអីទេណាបងខ្ញុំសប្បាយចិត្តណាស់រាល់ថ្ងៃនេះដែលមានបងជាប្តីរបស់អូនហើយខ្ញុំពេញចិត្តនឹងជីវិតបែបនេះណែដែលបងនិយាយថាមិនដែលឃើញអូនរអ៊ូនោះអូនគិតថាបើអូនរអ៊ូទៅតើវាអាចឲ្យជីវភាពពួកយើងប្រសើរឡើងបានទេអាចឲ្យពួកយើងមានអាហារហូបចុកគ្រប់គ្រាន់ដែរឬទេអញ្ចឹងអូនមិនរអ៊ូទេណាបងដឹងថាអូននិយាយបែបនេះអូនពិតជាទេពធីតាដែលទេវតាប្រទានឲ្យបងពិតមែនចាស់បងសម្លាញ់អញ្ចឹងយើងឆាប់ទៅចំការទៅនេះមេឃកាន់តែក្តៅហើយបាទអូនសម្លាញ់តោះបើអញ្ចឹងយើងឆាប់ចេញទៅបន្ទាប់ពីនិយាយហើយអ្នកទាំងពីរក៏បានធ្វើដំណើរចេញទៅបន្តិចក្រោយមកពួកគេក៏បានមកដល់ចំការបរិជាប្តីបំរុងនឹងធ្វើការទៅហើយស្រាប់តែគេបានឃើញសត្វជ្រូកកំពុងតែស៊ីដំណាំរបស់គីដែលធ្វើឲ្យភិរុនដែលជាប្តីគេមិនសប្បាយចិត្តសោះឡើយជ្រូកចង្រៃដំណាំរបស់យើងមានតែបន្តិចបន្តួចផងឯងស៊ីរាល់ថ្ងៃអញ្ចឹងតើឲ្យយើងចំណេញបាត់យ៉ាងម៉េចលោកប្តីសត្វជ្រូកបំផ្លាញដំណាំយើងច្រើនណាស់មែនហើយបើថាដំណាំយើងមានច្រើនបងមិនថាទេនេះយើងមានតែបន្តិចបន្តួចផងនឹងហើយអាសត្វជ្រូកមួយក្បាលនេះវាមកបំផ្លាញស្ទើររាល់ថ្ងៃខឹងវាក៏អត់ប្រយោជន៍ដែរបងឥឡូវយើងធ្វើការសិនទៅចាំថ្ងៃស្អែកពួកយើងនឹងរកវិធីដើម្បីកម្ចាត់វាបាទអូននៅពេលល្ងាចពួកគេក៏បានត្រឡប់មកផ្ទះវិញអូនសម្លាញ់រាល់ថ្ងៃនេះបងមិនសប្បាយចិត្តសោះជាពិសេសអាសត្វជ្រូកមួយក្បាលនោះវាតែងតែមកបំផ្លាញដំណាំយើងរហូតបងមិនដឹងថាគិតយ៉ាងណានោះទេចាបងអូនកំពុងតែគិតរកមធ្យោបាយដើម្បីកម្ចាត់វាដែរនឹងបងគិតមិនឃើញតលតែសោះមិនដឹងថាត្រូវធ្វើយ៉ាងណានោះទេពេលនោះប្រពន្ធរបស់ភិរុនគេក៏បាននឹកឃើញថាបងសម្លាញ់ខ្ញុំនឹកឃើញវិធីមួយហើយអូនឆាប់និយាយមកតើជាវិធីអ្វីទៅសត្វជ្រូកនោះបើសិនជាយើងកម្ចាត់វានឹងស្លាប់វាច្បាស់ជាអត់មានអាហារសម្រាប់ចែកប្រពន្ធកូនវាឆេនោះទេនៅថ្ងៃស្អែកនេះខ្ញុំគិតថាពួកយើងធ្វើការធម្មតាទៅបន្ទាប់មកចាំយើងទៅតែអំពីការលំបាករបស់យើងពេលនោះសត្វជ្រូកវានឹងភ័យហើយវានឹងលេងមកស៊ីដំណាំយើងទៀតហើយបងហើយកំណត់នេះពិតជាល្អណាស់អូនបងនឹកមិនឃើញតលតែសោះតើយើងគួរតែនិយាយអំពីការលំបាកបែបណាទៅបងមិនចេះនិយាយទេឥឡូវនេះពួកយើងងូតទឹកសម្រាប់ឆៃបាយសិនទៅថ្ងៃស្អែកទុកឲ្យអូនជាអ្នកចាត់ការលុះស្អែកឡើងមកដល់ពួកគេទៅធ្វើការដូចសមមួយដងនៅពេលដែលទៅដល់ចំការហើយពួកគេបានឃើញទិដ្ឋភាពដដែលដោយសារតែសត្វជ្រូកនោះបងសម្លាញ់យើងអស់កំណត់ឲ្យបងយើងធ្វើចំការនេះមិនចំណេញតលតែសោះពិតមែនហើយអូនបងក៏អស់សង្ឃឹមលើដីចំការនេះដែរបងខ្ញុំលើដំណឹងថាលោកសេដ្ឋីគាត់ចង់ទិញដីរបស់យើងខ្ញុំចង់លក់វាឲ្យទៅគាត់ហើយគាត់នឹងចាក់ដីនេះឲ្យរៀមធ្វើផ្ទះយ៉ាងធំរស់នៅទីនេះតើបងគិតយ៉ាងម៉េចដែរបងយល់ព្រមលក់ដីឲ្យលោកសេដ្ឋីដែរឬអត់បងស្ដាយដីនេះណាស់តែបើយើងធ្វើមិនចំណេញដដែលយើងមានតែលក់វាចោលនោះទេទឹកនៅក៏អត់ប្រយោជន៍ដដែលនឹងអូនបើអញ្ចឹងពួកយើងសម្រេចចិត្តថានឹងលក់ដីនេះឲ្យលោកសេដ្ឋីហើយណាខណៈដែលអ្នកទាំងពីរកំពុងតែនិយាយគ្នានោះពេលនោះសត្វជ្រូកវាក៏បានស្ដាប់ឮបើពួកគេលក់ចំការឲ្យលឹកនេះមែនតើយើងបានអាហារឯណាឲ្យប្រពន្ធកូនយើងឆែកទៅមិនត្រឹមតែប៉ុណ្ណោះគេនឹងកាប់ដើមឈើនៅក្បែរនេះទាំងអស់តើឲ្យយើងជ្រុកនៅកន្លែងណាមិនបានទេយើងត្រូវតែយកមាសប្រាក់ឲ្យទាំងពីរអ្នកនេះឲ្យទៅបានបន្ទាប់មកវាក៏បានយកមាសប្រាក់យ៉ាងច្រើនឲ្យពីអ្នកប្តីប្រពន្ធនេះអូយជំរាបសួរលោកម្ចាស់សូមលោកម្ចាស់កុំលក់ដីចំការលឹកនេះឲ្យលោកសេដ្ឋីអីបានទេខ្ញុំនឹងផ្ដល់មាសប្រាក់ឲ្យលោកម្ចាស់
ព្រោះបើខ្ញុំអត់ពីកន្លែងនេះទៅខ្ញុំមិនដឹងថាទៅនៅកន្លែងណាទីហើយប្រពន្ធកូនខ្ញុំក៏គ្មានកន្លែងជ្រកដែរណាមួយកូនខ្ញុំនៅតូចហើយប្រពន្ធខ្ញុំក៏ពោះធំទៀតអាយ៉ាតាមពិតគឺជាឯងសោះអាជ្រូកឯងតែងតែបំផ្លាញដំណាំយើងឲ្យខ្ញុំសុំទោសផងលោកម្ចាស់ព្រោះខ្ញុំត្រូវការអាហារជាច្រើនដើម្បីឲ្យប្រពន្ធកូនខ្ញុំឆីបានយើងអាណិតឯងយើងនឹងលើកលែងទោសឲ្យឯងម្ដងចោះព្រោះមាសប្រាក់ដែលឯងផ្ដល់ឲ្យយើងនេះក៏វាច្រើនគួរសមដែរបាទអរគុណណាលោកម្ចាស់សត្វជ្រូកបានផ្ដល់មាសប្រាក់ជាច្រើនដល់ពួកគេមិនយូរប៉ុន្មានអ្នកទាំងពីរក៏បានក្លាយទៅជាអ្នកមានកន្លងផុតទៅមួយរយៈដំណឹងនេះក៏បានលេចលឺដល់បរិស2នាក់លុះដឹងដំណឹងនេះហើយពួកគេក៏បានធ្វើដំណើរមកចំការរបស់ភិរុននិងកល្យានសម្លាញ់តើយើងគួរធ្វើយ៉ាងណាឲ្យអាសត្វជ្រូកនោះវាចេញក្បាលមកហើយយើងនឹងយកមាសប្រាក់ពីវាអញមិនដឹងទេអញមកតាមឯងដែរតើក្រែងឯងពូកែណាស់មែនទេអាខាងចេះដឹងរឿងគេនោះអេយើងគឺជាមិត្តនឹងគ្នាយើងមកទីនេះដើម្បីជួយគ្នាឯងឆាប់គិតភ្លាមទៅណែសម្លាញ់ពេលនេះយើងនឹកឃើញហើយពួកយើងមិនចាំបាច់និយាយកំសត់នោះទេយើងទៅនិយាយគម្រាមវាទៅពេលនោះវានឹងយកមាសប្រាក់ឲ្យយើងកាន់តែលឿនអាយ៉ាកំណត់របស់ឯងពិតជាល្អខ្លាំងណាស់អាសត្វជ្រូកចង្រៃយើងនឹងដុតដីចម្ការនេះហើយទុកនៅក៏គ្មានប្រយោជន៍អ្វីទៀតនោះដែរយល់ល្អឯងឆាប់យកមាសប្រាក់មកឲ្យយើងមកទុកក៏មិនចំណេញដុតចេញក៏មិនខាតមែនហើយឯទោះបីជាយើងទុកនៅក៏មិនអាចឲ្យយើងខ្លាចចិត្តមានបានដែរអញ្ចឹងយើងមិនទុកនោះទេយើងនឹងដុតដីចម្ការនេះហើយសត្វជ្រូកឮដូច្នេះវាពិតជាភ័យខ្លាចខ្លាំងណាស់វាក៏បានទៅប្រាប់សម្លាញ់របស់វាដែលជាសត្វពស់ឲ្យមកចឹកអ្នកទាំងពីរនាក់នេះសម្លាញ់ឆាប់រត់ទៅវើយសត្វពស់នៅក្រៅខ្នងរបស់ឯងនោះឯងអើយសត្វពស់ពិតមែនគេមកបានមាសចំណុចឯងមកបានសត្វពស់ឆាប់រត់ទៅសម្លាញ់ដោយខ្លាចពស់ចឹងអ្នកទាំងពីរបានរត់យ៉ាងលឿននិងមិនហ៊ានមកទីកន្លែងនេះទៀតឡើយពួកគេបានរត់ដួលក្រឡាច់ដៃក្រឡាច់ជើងស្ទើរតែបាត់បង់ជីវិតនេះដោយសារតែពួកគេជាមនុស្សលោភលន់